ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺសុខេនហើយថ្ងៃនេះផងដែរគឺខ្ញុំនិយាយអំពីសម័យអាណានិគមបារាំងដែលបារាំងបានដាក់អាណានិគមក៏ដូចជាការដាក់អាណាព្យាបាលមកលើប្រទេសកម្ពុជាដែលស្ថិតនៅក្នុងសម័យរាជព្រះបាទអង្គឌួងការដាក់អាណានិគមមកលើប្រទេសបារាំងគឺបែងចែកជាពីរដំណាក់កាលដែលដំណាក់កាលទី1គឺការគ្រប់គ្រងត្រឹមតែទឹកដីកម្ពុជាក្រោមឬក៏ហៅថាកូសាំស៊ីនចំណែកឯដំណាក់កាលទី2គឺជាការគ្រប់គ្រងកម្ពុជាទាំងមូលតែម្ដងដែលបារាំងបានដាក់អាណានិគមការដាក់អាណាព្យាបាលទាំងពីរដំណាក់កាលនេះគឺធ្វើឡើងដោយមានការស្នើសុំពីព្រះមហាក្សត្រខ្មែរដែលចង់ក៏ដូចជាដែលមានបំណងចង់ឲ្យកម្ពុជាកិច្ចផុតពីការដាក់អាណាព្យាបាលពីសំណាក់ប្រទេសជិតខាងដែលក្នុងនោះរួមមានប្រទេសសៀមនិងប្រទេសយួនដែលចង់គ្រប់គ្រងមកលើកម្ពុជាហើយការដែលបារាំងបានយល់ព្រមតាមសំណូមពររបស់ស្ដេចខ្មែរមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែយល់ស្របតាមមនោគមវិជ្ជានិងចក្រពត្តិនិយមនាសម័យនោះដែលបារាំងមានបំណងចង់គ្រប់គ្រងនៅឧបទ្វីបឥណ្ឌូចិនទាំងមូលដែលក្នុងនោះរួមមានកម្ពុជាផងដែរមុនការដាក់អាណានិគមមកលើប្រទេសកម្ពុជាព្រះរាជាណាចក្រខ្មែរគឺស្ថិតនៅក្នុងសម័យកាលមួយដែលទន់ខ្សោយបំផុតចម្បាំងផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្កនិងការវាទីនិយមរបស់សៀមនិងយួនបានធ្វើឲ្យប្រទេសខ្មែរបាត់បង់នូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនលុះរឿងរ៉ាវនៅក្នុងឆ្នាំ1806ជាសក្ខីភាពស្រាប់ដែលព្រះបាទអង្គច័ន្ទរាជាបានធ្វើពិធីអភិសេកដែលធ្វើឡើងនៅក្នុងទីក្រុងបាងកកប្រទេសសៀមហើយនៅពេលដែលយាងមកដល់រាជធានីភ្លាមព្រះមហាក្សត្រអង្គនេះបានផ្ញើដំរីក្រមួនក្រវាញនិងភ្លុកជាសួយសារកទៅស្ដេចក្រុងអាណោមឬហៅកាត់ថាយុទ្ធក្រោយមកការដណ្ដើមរាជបល្ល័ង្កបានធ្វើឲ្យស្ដេចខ្មែរម្ដងរត់ទៅពឹងទ័ពសៀមម្ដងរត់ទៅពឹងទ័ពយួនដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងប្រទេសដែលបង្ហាញឲ្យឃើញថាខ្មែរចាប់ផ្ដើមបាត់បង់នៅអធិបតេយ្យភាពទឹកដីនិងបូរណភាពទឹកដីបាត់ទៅហើយក្រោយមកទៀតព្រះបាទអង្គឌួងដែលជាព្រះបិតារបស់ព្រះបាទនរោត្តមដែលបានឡើងសោយរាជ្យនៅចុងឆ្នាំ1847ត្រូវបានអភិសេកឡើងដោយមានអាណាព្យាបាលចក្រភពអាណោមនិងសៀមជួររួមពេលនោះបងប្អូនគឺប្រទេសកម្ពុជាយើងបានត្រូវប្រទេសទាំងពីរនឹងដែលអាណោមគឺហៅថាយួននិងមានសៀមដែលហៅថាថៃបច្ចុប្បន្នហ្នឹងគឺបានគ្រប់គ្រងទៅតាមអាណាខេត្តនានាទៅហើយអ្វីខេត្តជាច្រើនមានការភ័យខ្លាចនិងគ្មានជំនួយដោយរដ្ឋបាលកណ្ដាលនៅពេលនោះហើយដែលកម្ពុជាយើងបានលះបង់ខេត្តជាច្រើនដែលរួមមានភូមិភាគខាងត្បូងនិងភូមិភាគខាងជើងឲ្យកងទ័ពយួនដូច្នេះក្រោយពីព្រះបាទអង្គឌួងបានឡើងសោយរាជ្យសម្បត្តិបានត្រឹមរយៈពេល7ឆ្នាំស្ថានភាពប្រទេសកម្ពុជាកាន់តែដុនដាបទៅហេតុនេះបានជាព្រះអង្គបានសម្រេចប្រតិយចរចាជាមួយលោកកុងស៊ុនបារាំងនៅសិង្ហបុរីដើម្បីសុំជំនួយពីប្រទេសបារាំងការចរចានេះក៏បានធ្វើឲ្យប្រទេសបារាំងតាំងអាណានិគមមកលើប្រទេសកម្ពុជានៅថ្ងៃទី11សីហាឆ្នាំ1863ហើយមានលោកសេនាប្រមុខឈ្មោះដឺឡាហ្វ្រង់ដេលីយ៉ាដែលជាទេសាភិបាលនៃដែនដីកូសាំស៊ីនឬហៅថាកម្ពុជាក្រៅជាអ្នកតំណាងប្រទេសបារាំងអ្វីត្បិតតែកម្ពុជាបានកិច្ចផុតពីប្រទេសសៀមនិងយួនក៏ដោយក៏ប៉ុន្តែក្នុងនោះក៏បារាំងធ្វើឡើងមិនមែនដោយសិទ្ធិចិត្តនោះដែរហើយខាងក្រោមនេះគឺជាតល័យកដែលបានបញ្ជាក់ថាបារាំងមិនមែនធ្វើឡើងដោយគេហៅថាការចង់ជួយពិតប្រាកដនោះទេប៉ុន្តែការធ្វើបែបនេះគឺបារាំងមានបំណងចង់គ្រប់គ្រងមកលើប្រទេសកម្ពុជាទាំងមូលតែម្ដងបុព្វហេតុនៃការដាក់អាណានិគមពីដើមសតវត្សទី16រហូតដល់សតវត្សទី19នៃគ្រិស្តសករាជមហាអំណាចអឺរ៉ុបជាច្រើននិងជាប្រទេសឧស្សាហកម្មបានតែងតាំងអាណានិគមមកលើប្រទេសអាហ្វ្រិកនិងអាស៊ីមួយចំនួនធំហើយមូលហេតុនៃការត្រួតត្រាមកលើប្រទេសទន្សោយទាំងនោះគឺបណ្ដាលមកពីវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងនយោបាយដែលប្រទេសអឺរ៉ុបទាំងនោះរួមមានប៉ូទុយហ្គាល់អេស្ប៉ាញហូឡង់និងនៅអាស៊ីដែលរួមមានជប៉ុនជាដើមត្រូវការធនធានធម្មជាតិរបស់ប្រទេសដទៃដូចជារ៉ែឈើភ្លុកនិងគ្រឿងទេសលក្ខជាដើមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសគេគួរបញ្ជាក់ផងដែរថានៅក្នុងចំណោមប្រទេសអឺរ៉ុបទាំងនោះគេឃើញមានប្រទេសបារាំងសេសដែរក៏ប៉ុន្តែវត្តមានរបស់គេនៅក្នុងឧបទ្វីបឥណ្ឌូចិនបានចាប់ផ្ដើមយឺតយ៉ាវជាងគេឬក៏យឺតយ៉ាវជាងប្រទេសដទៃគឺទាល់តែដើមសតវត្សទី17និងនៅសតវត្សទី18ទើបធ្វើនៅចិនវៀតណាមខាងជើងយួនតុកកឹងអាណោមយួនកណ្ដាលនិងនៅកម្ពុជាក្រោមដែលយួនទើបតែចាប់ផ្ដើមដណ្ដើមពីខ្មែរលុះដល់សតវត្សទី19នៃគ្រិស្តសករាជឥទ្ធិពលរបស់មហាអំណាចបារាំងមានភាពទន់ខ្សោយបើប្រៀបធៀបទៅនឹងចក្រភពអង់គ្លេសដែលជាគូបដិបកហ
ហើយដែលមកកាន់កាប់នឹងត្រួតត្រាប្រទេសឥណ្ឌាបានដោយជោគជ័យក្នុងករណីនេះហើយដែលរដ្ឋាភិបាលបារាំងបានរៀបចំយុទ្ធសាស្ត្រថ្មីគម្រោងថ្មីដើម្បីលុបលាងនៅភាពបរាជ័យហើយនឹងលើកមុខមាត់របស់ប្រទេសខ្លួនឡើងវិញតាមរយៈការផ្សព្វផ្សាយគ្រឹះសាសនានិងអរិយធម៌ទន្ទឹមនឹងនេះពួកអ្នកស្រាវជ្រាវក៏បានចាប់ផ្ដើមសិក្សាពីសង្គមខ្មែរពោលគឺអរិយធម៌វប្បធម៌ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដោយទស្សនៈនយោបាយនិងសេដ្ឋកិច្ចនៃរដ្ឋាភិបាលបារាំងនាសម័យនោះបានកត់ជាប្រវត្តិសាស្ត្រនិងជាឯកសារការត្រូវរៀបពិចារណានយោបាយនិងសម្ងាត់តែការនោះធ្វើឡើងនៅចុងរជ្ជកាលរបស់ព្រះមហាក្សត្រលវីទី15កំណត់ហេតុនោះគេឃើញមានការបង្កើតនៅកម្មាធិការមួយដែលក្នុងនោះគេបានលើកជាសំណួរមួយដែលសម្គាល់ថាប្រទេសបារាំងអាចនឹងមានមធ្យោបាយដែរឬទេដើម្បីបោះទីតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ដើម្បីកុំឲ្យផលប្រយោជន៍ប៉ះទៅលើជញ្ជីងទៅប្រទេសអង់គ្លេសតែម្នាក់ឯងពេកឯកសារនេះក៏បានសន្និដ្ឋានដូចតទៅថារហូតដល់ពេលនេះគឺមានតែកម្ពុជាក្រោមទេដែលប្រហែលជាប្រទេសអង់គ្លេសពុំទាន់យកចិត្តទុកដាក់ចាប់អារម្មណ៍នៅឡើយក៏ប៉ុន្តែយើងអាចនឹងសប្បាយចិត្តដែរឬទេយើងសម្រេចចិត្តថាកាន់កាប់ឲ្យបានមុនយើងនឹងមិនបាត់បង់វាជារៀងរហូតឡើយចាប់ផងដែរថាបារាំងបានកាន់កាប់ទឹកដីកម្ពុជាក្រោមទាំងស្រុងនៅក្នុងឆ្នាំ1867ក្រោយពីបានច្បាំងឈ្នះកងទ័ពយួនដែលបានដណ្ដើមវាលទំនាបនៃតំបន់ទន្លេមេគង្គកម្ពុជាពីប្រទេសកម្ពុជានៅក្នុងសតវត្សទី17នយោបាយអាណានិគមបារាំងត្រូវបានបន្តឡើងនិងពង្រឹងរហូតដល់ឆ្នាំ1863ជាឆ្នាំដែលបារាំងទទួលបានភាពជោគជ័យធំបំផុតពីព្រះមហាក្សត្រខ្មែរដែលប្រទេសកម្ពុជាស្ថិតនៅក្នុងអាណាព្យាបាលបារាំងសេះដូចតទៅហើយអេពីសូតនេះគឺខ្ញុំចង់និយាយតែសម័យដែលតាក់ទងទៅនឹងបារាំងតែប៉ុណ្ណោះដែលស្ថិតនៅក្នុងសម័យព្រះបាទអង្គឌួងដែលយើងដឹងហើយថាប្រទេសកម្ពុជាយើងគឺស្ថិតនៅក្នុងច្រកដំណាក់កាលមែនតើតាំងពីដំណាក់កាលនីមួយៗគឺសុទ្ធតែជាភាពល្វីងជូរចត់ដែលយើងមិនចង់បង្កើតឡើងឬក៏យើងមិនចង់ជួបអ្វីនោះទៀតទេអញ្ចឹងជាចុងក្រោយគឺខ្ញុំសូមសំណូមពរបងប្អូនទាំងអស់គ្នាសូមជួយមេត្តាគាំទ្រខ្ញុំបន្តទៀតនិងជួយចុច like ក៏ដូចជា share នៅក្នុង Facebook ក៏ដូចជា YouTube Channel របស់ខ្ញុំផងដែរសូមអរគុណសូមជម្រាបលា